เรื่องราวកំពុងតែល្បីល្បាញដែលបណ្ដាញសង្គមជាច្រើនត្រូវបានផ្សព្វផ្សាយនោះគឺសង្គ្រាមស៊ីវិលនៅស៊ូដង់នៅលើពិភពលោកយ៉ាងនេះការខ្វែងគំនិតគ្នានៅក្នុងប្រទេសដែលបង្កឲ្យមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនោះមិនខុសអ្វីអំពីការបំផ្លាញប្រទេសជាតិខ្លួនឯងនោះទេប្រជាជននៅក្នុងប្រទេសរងផលប៉ះពាល់ដោយសារតែសង្គ្រាមការបាត់បង់សមាជិកគ្រួសារនិងការបែកបាក់សាមគ្គីរួមទាំងការអាក់ខានដល់ការអភិវឌ្ឍជាតិជាដើមរសជាតិនៃសង្គ្រាមស៊ីវិលកម្ពុជាធ្លាប់បានជួបប្រទេសហើយគឺជាច្រើនទសវត្សរ៍ទៀតផងទម្រាំតែស្ដារបានសន្តិភាពនិងមានការរស់នៅស្រួលដូចសពថ្ងៃសង្គ្រាមគ្មានបានអ្វីក្រៅអំពីការបំផ្លាញធ្វើឲ្យប្រជាជនរងទុក្ខការបែកបាក់ព្រាត់ប្រាសគ្រួសារនិងការបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាអាក់ខានដល់ការអភិវឌ្ឍជាតិជាដើមបើក្រឡេកទៅមើលប្រទេសស៊ូដង់នៅពេលឥឡូវនេះគឺកំពុងតែជួបប្រទះទៅនឹងសង្គ្រាមស៊ីវិលអំពើឧក្រិដ្ឋកម្មសង្គ្រាមអំពើឃោរឃៅទ្រង់ទ្រាយធំដែលបានលេចឡើងចំពោះការប្រហារជីវិតជនស៊ីវិលនិងការវាយប្រហារលើផ្លូវរត់គេចខ្លួននិងអំពើហិង្សាផ្លូវភេទជាដើមអ្វីដែលកំពុងតែកើតឡើងនៅពេលនេះគឺកងកម្លាំងដែលគ្រប់គ្រងរហ័សដែលគេហៅកាត់ថា RFF របស់យោធាប៉ារ៉ាបានដណ្ដើមយកទីក្រុង El Wasser នៅភាគខាងជើងទីក្រុង Darfur ភាគខាងលិចនៃប្រទេសស៊ូដង់ហើយបន្ទាប់មកពួកគេបានលុំព័ទ្ធអស់ប្រហែលជា18ខែមកហើយកងកម្លាំង RFS នេះជាអង្គការប៉ារ៉ាយោធាស៊ូដង់មួយដែលបានកើតឡើងចេញអំពីកងជីវពលស៊ូចាវើតនៅ Darfur ហើយបានក្លាយទៅជាតួអង្គប្រដាប់អាវុធដ៏លេចធ្លោបំផុតនៅស៊ូដង់បន្ទាប់អំពីនោះការចោទប្រកាន់សំខាន់អំពីអ ுக ្រិតកម្មសង្គ្រាមអំពើឃោរឃៅទ្រង់ទ្រាយធំបានលេចឡើងមកការប្រហារជីវិតទៅលើជនស៊ីវិលជាបន្ទាន់ការវាយប្រហារលើផ្លូវរត់គេចខ្លួននិងអំពើហិង្សាផ្លូវភេទជាពិសេសប្រឆាំងជាមួយនឹងស្ត្រីនិងក្មេងស្រីចំនួនជនស៊ីវិលដែលបានស្លាប់យ៉ាងច្រើនតាមការប៉ាន់ប្រមាណយ៉ាងហោចណាស់ក៏1500នាក់ដែរត្រូវបានសម្លាប់ក្នុងរយៈពេលដ៏ខ្លីរូបភាពតាមផ្កាយរណបមួយបានបង្ហាញអំពីចង្កោមដ៏ធំនៃអ្វីដែលគេទំនងថាជាសាកសពរបស់មនុស្សពួកគេបានផ្ដាច់ទំនាក់ទំនងនិងរារាំងអំពីអង្គការមនុស្សធម៌ដែលកំពុងតែរាយការណ៍ថានៅក្នុងទីក្រុង El Fasher ផងដែរការដណ្ដើមយកទីក្រុង El Fasher បានផ្ដល់ឲ្យកងទ័ពរបស់ RFS នៅការគ្រប់គ្រងស្ទើរតែទាំងស្រុងនៃមជ្ឈមណ្ឌលទីក្រុងសំខាន់របស់ Darfur ដែលគេកំពុងតែភ័យខ្លាចចំពោះការបាក់បែកនៃប្រទេសស៊ូដង់ដូចជាការបាក់បែកនៃទីក្រុង Darfur คล้ายទៅជាតំបន់ដាច់ដោយឡែកពីគ្នានិងការផ្លាស់ប្ដូរនៅក្នុងភូមិសាស្ត្រនៃសង្គ្រាមចំពោះប្រតិកម្មពីអន្តរជាតិវិញសម្រាប់ប្រជាជាតិអារ៉ាប់មានអារ៉ាប៊ីសាអូឌីតនិងអេស៊ីបបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធា RFF រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលនិងរបាយការណ៍អំពីការសម្លាប់យ៉ាងរង្គាលធ្វើឲ្យចំនួនកាន់តែពិបាកនិងមិនអើពើវីដេអូកំពុងតែរីករាលដាលយ៉ាងទូលំទូលាយនៃអ្នកប្រយុទ្ធប៉ារ៉ាយោធាដែលបានបង្ហោះរូបភាពនិងវីដេអូនៃអំពើហិង្សាដែលបានជំរុញឲ្យមានការតវ៉ានិងការពិភាក្សានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមនុស្សរាប់រយរាប់ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅភាពអត់ឃ្លានដ៏ធំការដួលរលំនៃសេវាកម្មរួមផ្សំជាមួយនឹងអារម្មណ៍ថាពិភពលោកកំពុងតែមានប្រតិកម្មមិនគ្រប់គ្រាន់ដែលជំរុញឲ្យសកម្មភាពនៃប្រព័ន្ធផ្សព្វផ្សាយសង្គមនិងកំពុងតែដាក់ hashtag ដើម្បីអំពាវនាវឲ្យពិភពលោកបានដឹងអំពីរឿងរ៉ាវនេះផលវិបាកនៃភូមិសាស្ត្រនយោបាយការចូលរួមរបស់រដ្ឋខាងក្រៅឧទាហរណ៍ដូចជាអារ៉ាប់រួមអេស៊ីបអារ៉ាប៊ីសាអូឌីតដែលមានន័យថាសង្គ្រាមនេះមិនមែនគ្រាន់តែជាផ្ទៃក្នុងនោះទេគឺមានការចូលរួមអំពីប្រភពអារ៉ាប់ផងដែរនេះបានបង្កើតអំពីភាពមើលឃើញរបស់វានៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាសកលហើយការពិភាក្សាតាមអ៊ីនធឺណិតកំពុងតែសកម្មយ៉ាងខ្លាំងឡើងតាមការពិតអររយៈពេលជាច្រើនទសវត្សរ៍មកហើយដែលប្រទេសស៊ូដង់បានប្រឈមមុខទៅនឹងចំនួនផ្ទៃក្នុងជាពិសេសចំនួននៅ Darfur ដែលចាប់ផ្ដើមនៅទសវត្សរ៍ឆ្នាំ2000ការរើសអើងជាតិសាសន៍សាសនានិងរដ្ឋកណ្ដាលបានចុះខ្សោយកងយោធា RFS ដែលជាយោធាប៉ារ៉ាបដិវត្តចេញអំពីកងជីវពលចាន់ចាវើតដ៏ល្បីល្បាញដែលសកម្មនៅ Darfur នៅឆ្នាំ2019អ្នកគ្រប់គ្រងយូរអង្វែង Omar al-Bashir ត្រូវបានដួលរលំបន្ទាប់អំពីការតវ៉ាដ៏ធំមួយរដ្ឋាភិបាលអន្តរកាលមានយោធាជាមួយនឹងជនស៊ីវិលហើយត្រូវបានគេសន្មតថានាំទៅរកលទ្ធិប្រជាធិបតេយ្យប៉ុន្តែនៅក្នុងឆ្នាំ2021រដ្ឋប្រហារយោធាបានរំខានដល់ការផ្លាស់ប្ដូរនោះឋានៈដឹកនាំយោធាបានបន្តការត្រួតត្រាទៅលើកងទ័ពរបស់ RFF ដែលដឹកនាំដោយឧត្តមសេនីយ៍ Mohamed Hamdan Dagalo ហៅកាត់ថា Hemedti
ដែលទទួលអំណាចយោធានយោបាយកាន់តែខ្លាំងឡើងកត្តាដែលបង្កឲ្យមានសង្គ្រាមបច្ចុប្បន្ននេះនៅក្នុងថ្ងៃទី15ខែមេសាឆ្នាំ2023មានការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងយោធាធម្មតាកងកម្លាំងប្រដាប់អាវុធស៊ូដង់ធម្មតាដែលគេហៅកាត់ថា FAF និងកងកម្លាំងយោធាប៉ារ៉ាដែលហៅកាត់ថា OFF នៅទីក្រុងកាតុមនិងកន្លែងផ្សេងទៀតនៅក្នុងនោះផងដែរកងកម្លាំងទាំងពីរនេះធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នាឬយ៉ាងហោចណាស់បានចងសម្ព័ន្ធភាពជាមួយគ្នារួចទៅហើយប៉ុន្តែដោយសារតែការខ្វែងគំនិតគ្នាធ្វើឲ្យបញ្ហាបានកើតឡើងដោយសារតែការបែងចែកអំណាចធនធានដែលមានដីធ្លីមាសនិងកំពង់ផែរួមទាំងទិសដៅនៃនយោបាយប្រទេសជាតិនៅពេលអនាគតផងដែរនោះធ្វើឲ្យក្រុមទាំងពីរនេះមានការបែកចែកគ្នាកងយោធាប៉ារ៉ា OFS គឺមិនចង់ធ្វើសមាហរណកម្មជាមួយគ្នានោះទេពីព្រោះតែពួកគេចង់ធ្វើអ្វីដែលជាស្វ័យភាពនិងបណ្ដាញសេដ្ឋកិច្ចផ្ទាល់ខ្លួនរួមទាំងសមត្ថភាពយោធាឯករាជ្យរបស់ខ្លួនឯងចំណែកឯកងកម្លាំង AF វិញដែលដឹកនាំដោយឧត្តមសេនីយ៍ Abdel Fattah al-Burhan បានស្វែងរកការធានាការគ្រប់គ្រងឡើងវិញការបែកបាក់គ្នានេះនាំឲ្យមានចំនួនដែលបើកចំហកាន់តែធំឡើងការតស៊ូអំណាចនៅក្នុងប្រទេសស៊ូដង់មិនត្រឹមតែកងទ័ពតស៊ូចំពោះកងជីវពលប៉ុណ្ណោះទេប៉ុន្តែពួកគេទាមទារចង់គ្រប់គ្រងទៅលើរដ្ឋលើធនធានដែលមានអណ្ដូងរ៉ែមាសកំពង់ផែដីធ្លីនិងផលប្រយោជន៍សេដ្ឋកិច្ចដែលបានមកអំពីសង្គ្រាមនេះទៀតផងការចូលរួមពីខាងក្រៅដូចជារដ្ឋជាច្រើននិងតួអង្គបរទេសដែលពាក់ព័ន្ធទៅក្នុងរឿងនេះអ្នកដែលគ្រប់គ្រង OFF ឬក៏យោធាប៉ារ៉ានោះគឺមានដូចជាសម្ព័ន្ធអារ៉ាប់រួមហើយខ្លះទៀតគ្រប់គ្រង FAF ដែលជាយោធាធម្មតារបស់ស៊ូដង់នោះមានដូចជាអេស៊ីបអារ៉ាប៊ីសាអូឌីតដែលពួកគេទាំងនេះគ្រប់គ្រងតាមរយៈអាវុធនិងភស្តុភារជាដើមសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ូដង់មានព្រឹត្តិការណ៍សំខាន់តាំងពីយូរណាស់មកហើយនៅឆ្នាំ2003ចំនួននៅដាហ្វូកងជីវពលច័ន្ទចាវីតដែលក្រោមការដឹកនាំរបស់ OFF ហើយប្រព្រឹត្តអំពើហិង្សាទ្រង់ទ្រាយធំនៅឆ្នាំ2019លោកបាសឺត្រូវបានបណ្តេញចេញអំពីរដ្ឋាភិបាលអន្តរកាលនិងត្រូវបានបង្កើតឡើងវិញនៅឆ្នាំ2021រដ្ឋប្រហារនិងការត្រួតត្រារបស់យោធាបានបន្តនៅថ្ងៃទី15ខែមេសាឆ្នាំ2023សង្គ្រាមបច្ចុប្បន្នបានចាប់ផ្ដើមជាផ្លូវការជាមួយនឹងការប្រយុទ្ធគ្នារវាងកងជីវពលរបស់រដ្ឋាភិបាលស៊ូដង់ FAF និងកងយោធាប៉ារ៉ា OFF នៅទីក្រុងកាតុមនិងនៅកន្លែងផ្សេងទៀតដល់ឆ្នាំ2023ដល់ឆ្នាំ2025ការប្រយុទ្ធគ្នាបានរីករាលដាលពាសពេញតំបន់វិបត្តិមនុស្សធម៌ដ៏សំខាន់កំពុងតែកើនឡើងនៅឆ្នាំ2025នេះការសម្លាប់យ៉ាងរង្គាលទ្រង់ទ្រាយធំនៅដាហ្វូនិងអែលបាសឺនិងទីកន្លែងផ្សេងទៀតការព្រួយបារម្ភអំពីការប្រឡាយពូជសាសន៍និងការសម្អាតជនជាតិភាគតិចនៅក្នុងប្រទេសស៊ូដង់ជាដើមការដួលរលំនៃស្ថិរភាពនៅស៊ូដង់នេះមិនត្រឹមតែប៉ះពាល់ដល់ស៊ូដង់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់រដ្ឋជិតខាងដូចជាស៊ូដង់ខាងត្បូងឆាតអេត្យូពីតាមរយៈលំហូរជនភៀសខ្លួនលំហូរអាវុធឆ្លងដែននិងការរំខានខាងធនធានមនុស្សប្រទេសស៊ូដង់ស្ថិតនៅក្រោមទីតាំងយុទ្ធសាស្ត្រមួយសមុទ្រក្រហមកំពង់ផែនិងទន្លេនីលដែលមានមាសនិងធនធានផ្សេងទៀតជាច្រើនការគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងនេះគឺជាផ្នែកមួយនៃហានិភ័យសង្គ្រាមបញ្ហាសង្គ្រាមស៊ីវិលនេះបានធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវបានផ្លាស់ទីលំនៅជាមួយនឹងហានិភ័យទូរភិក្សការបែកបាក់នៃសាធារណៈកុមារដែលគ្មានការអប់រំសក្តានុពលសម្រាប់ឧក្រិដ្ឋកម្មសង្គ្រាមនិងដែលកើតឡើងទ្រង់ទ្រាយធំចំពោះអនាគតដែលអាចកើតមានឡើងករណីដ៏អាក្រក់បំផុតសង្គ្រាមដែលអូសបន្លាយការបែកបាក់ប្រទេសការបរាជ័យរបស់រដ្ឋដ៏ធំនិងការប្រឡាយពូជសាសន៍ដែលអាចកើតឡើងនៅក្នុងតំបន់មួយចំនួនទោះបីជាយ៉ាងណាលទ្ធផលនៃសង្គ្រាមស៊ីវិលមិនមានអ្វីក្រៅអំពីការបែកបាក់ប្រទេសការបំផ្លិចបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាការអភិវឌ្ឍថ្មីត្រូវបានបំផ្លាញជាដើមមនុស្សជាច្រើនត្រូវបានជម្លៀសនិងភៀសខ្លួនទៅរកទីតាំងដែលមានសុវត្ថិភាពនិងមានការបាក់បែកគ្រួសារបាត់បង់សមាជិកគ្រួសារដែលជាសោកនាដកម្មដ៏ធ្ងន់ធ្ងរសម្រាប់សង្គមជាតិ